អ្វីជាអត្ថារម្មណ៍បើអារម្មណ៍ដែលជាគោប្រដែលគោប្រណា ចំណាំតសេបន្ថែមខ្លួនឯងបើប្រែថាអារម្មណ៍ជាទីអារម្មណ៍ជាអីជាទីប្រាថ្នាអារម្មណ៍ជាទីប្រាថ្នាហ្នឹងមានន័យថាអារម្មណ៍ល្អនឹងឯងបងអត្ថារម្មណ៍អារម្មណ៍គួរប្រាថ្នាអារម្មណ៍ជាទីប្រាថ្នាអារម្មណ៍ល្អអញ្ចឹងបើឃើញអារម្មណ៍ល្អសោមនស្សការដែរតែអារម្មណ៍ល្អនេះអារម្មណ៍ដោយសភាវៈអារម្មណ៍ល្អដោយសភាវៈយល់ពាក្យដោយសភាវៈអីបងយល់ទៀតសភាវៈមានន័យថាម៉េចមានន័យថាដោយសភាវៈគឺដោយសភាពិតចា៎បើដោយសភាពិតល្អតាមការពិតហើយល្អមួយទៀតដោយបរិកប្បៈបរិកប្បៈនេះដោយអត់ល្អមែនតែដោយយើងចូលចិត្តក៏ល្អទៅណាបាទឥឡូវយើងមើលឧទាហរណ៍គិញគក់ចុះគិញគក់ស្អាតហើយអាក្រក់បើស្បែកគិញគក់អាក្រក់ទៀតបើគិញគក់អាក្រក់ត្រូវហ៎កណាតែយើងមើលគិញគក់នៅមីងគិញគក់ញីគិញគក់ឈ្មោះស្រឡាញ់គ្នាកើតគង់តែគ្នាឃើញស្អាតទេជឿហើយយើងឃើញអាក្រក់ហើយយើងមើលអីគេទៀតមើលជ្រូកឃើញលមួកវាចូលចិត្តឬក៏វាស្អប់ខ្ពើមវាចូលចិត្តព្រាមចាហើយការពិតលមួកគួរខ្ពើមឬក៏គួរប្រាថ្នាគួរខ្ពើមតែដល់ពេលជ្រូកហ្នឹងវាខ្ពើមឬក៏វាប្រាថ្នាវាប្រាថ្នាទៀតអញ្ចឹងវាល្អអាចនឹងល្អដោយសភាវៈឬល្អដោយបរិកប្បៈដោយបរិកប្បៈអញ្ចឹងល្អដោយបរិកប្បៈនេះយើងចំណាំទៅល្អដោយបរិកប្បៈមានន័យថាតាមចំណូលចិត្តរៀងខ្លួនទេយល់ទេបងតាមចំណូលចិត្តចំពោះបុគ្គលទេព្រោះមនុស្សម្នាក់មានចំណូលចិត្តខុសគ្នាជឿហ៎បងណាទេហ្នឹងហើយអ្នកខ្លះគេជេរហើយចូលចិត្តទៀតការពិតពាក្យគេជេរពាក្យល្អហើយពាក្យអាក្រក់បងអាក្រក់វិញតែបែរជាចូលចិត្តស្ដាប់គេជេរអញ្ចឹងទៅអាហ្នឹងវាមិនល្អទេបងតោះសោមនស្សទី2សោមនស្សបដិសន្ធិកតាភាពជាអ្នកបដិសន្ធិចិត្តប្រកបដោយសោមនស្សអ្នកខ្លះកើតមកយកសោមនស្សមកជាមួយធ្លាប់ឃើញហ៎បងមនុស្សយើងចរិតអត់ដូចគ្នាអ្នកខ្លះរៀនសុភាពរំទុំអត់សូវចេះអញញញែមអីទេអ្នកខ្លះឃើញអីបន្តិចក៏ចូលចិត្តអីក៏ល្អមនុស្សសបាយរហូតណាបងអ្នកណាយ៉ាងបែបសបាយអត់សូវចេះការទុកអ្នកនឹងបដិសន្ធិដោយសោមនស្សហ្នឹងហើយសោមនស្សងាយមូលហេតុទី3អកម្មភេរសភាវតាជាភាពជាបុគ្គលដែលមានប្រកដីមិនគិតជ្រាលជ្រៅទេអត់សូវបានគិតវែងឆ្ងាយពេកក៏ឃើញចូលចិត្តឃើញឆ្ងាញ់ចូលចិត្តឃើញនោះចូលចិត្តអត់គិតទេក៏ពិតអាហារហ្នឹងវាអាចថាប៉ះពាល់សុខភាពអញ្ចឹងយើងអត់គួរបរិភោគគិតវែងឆ្ងាយតិចទៅនេះមិនបាច់ចាំគិតទេអាហ្នឹងឆ្ងាញ់ហូបសិនទៅហូបឲ្យឆ្អែតសិនចាំគិតតាមខុសតើអញ្ចឹងដឹងនៅប្រសើរមនោការដោយសារអីជួបអារម្មណ៍ល្អទី2បដិសន្ធិដោយសោមនោមកស្រាប់ទី3មិនសូវគិតជ្រាលជ្រៅអញ្ចឹងទៅក៏បុគ្គលនឹងលោភៈកើតដោយអីបើកើតដោយច្រើនសោមនោមិនមែនតែលោភៈទេណាបើបុគ្គលនឹងនៅពេលដែលធ្វើអំពើល្អធ្វើទានអីក៏សប្បាយចិត្តជាងគេជាងឯងអីចឹងដែរយើងសប្បាយចិត្តងាយតែហ្នឹងក៏ជាប្រភេទនៃហេតុនៃសោមនស្សហ្នឹងដែរតោះចប់ប៉ុណ្ណឹងហើយបងដូចល្មមហើយព្រោះច្រើនជាងនឹងទៀតក៏មានអារម្មណ៍ថាដូចគិតទៅថែមទៅអញ្ចឹងថ្ងៃនេះយើងសិក្សាពីអីបងចិត្តទាំងអស់មានប្រមាណប្រភេទចិត្តទាំងអស់មាន4ប្រភេទមាន4ប្រភេទទី1កាមាវចរចិត្តមានប្រមាណដួងមាន54ដួងទី2រូបាវចរចិត្ត
មានប្រមាណដួង មាន15ដួង រូបាវចរចិត្តមានប្រមាណ មាន ដួង 12ដួង ត្រចិត្តមានប្រមាណដួង មាន 8 ដួង ឥឡូវថ្មបកមកសួរចេះវិញលោភៈមូលចិត្តមិញជាអីគេចិត្ត